cho một thành thì đòi bằng bọn nó nè tầng bạ plạ tin là hạ thiệt mình làm live xem tiết room tiếng tìm xa phía hôn AC tìm xa phía hôn Ả đây mình toàn bài tế bên đây này không future contract hay là tìm xa phía hôn làm đấy cứ lẹ khang bên tên tìm xa phía hôn cái đây cái lẹ pram phía rồi sinh nha này cả để cho tìm xa phía hôn giờ lo bị pram từ đó phía rồiនេះគឺ sinh nha son mũi mình chia âm piรูปភាព flash crash ឬក៏ត្រូវបានលុបបញ្ចេញចោលភាពភ័យឆោឡក្នុងទីផ្សារដែលធ្វើឲ្យអ្នកវិនិយោគមានការលុបបញ្ចេញចោលហើយលុបបញ្ចេញចោលទៀតជាក់ស្ដែងដូចជាតម្លៃហាងឆេងមាសស្រោចចុះការថ្ងៃប្រហោះប្រហែល 9% ថ្ងៃសុកធ្លាក់ចុះថែមប្រហែល 4-5% ទៀតហើយថ្ងៃនេះធ្លាក់ចុះប្រហែល 7-8% ទៀតប្រាក់បាទធ្លាក់ចុះបាទសឹងតែ 100% ហើយបើយើងធៀបតាំងពីថ្ងៃសុកមកដល់ឥឡូវពីកម្រិត 120 ជាងក្នុងមួយអោនប្រាក់ឥឡូវសល់តែ $70 ក្នុងមួយអោនប្រាក់ចំនួនធ្លាក់នេះគឺជាបរិមាណដ៏អាក្រក់ខ្លាំងមែនទែនអានេះគឺជារូបភាពមួយ flash crash ដែលអ្នកបាទលក់ភ័យខ្លាចភ័យឆោឡោឲ្យលុបចេញពីទីផ្សារហើយខ្ញុំបានបញ្ជាក់តាំងពីម្សិលមិញមកលេសថាទោះបីភាពការទៅហាក់មានភាពតានតឹងតែងក៏ដោយចោះប៉ុន្តែតាកណាត្រូវបានលុបបញ្ចេញចោលវានឹងបន្តធ្លាក់ថែមទៀតថ្ងៃនេះធ្លាក់នេះសម្រាប់ខ្ញុំមើលឃើញសញ្ញាទៅមិនតាន់អស់ទេអញ្ចឹងនៅតែមានក្តីបារម្ភព្រឹកមិញខ្ញុំផ្ដល់យោបល់ថាគូទិញនៅកម្រិត 4,400 4,500 ឥឡូវធ្លាក់ដល់នឹងមែនសម្រាប់ថ្លៃហាងឆេងមាសឬក៏អាចនិយាយបានថា $5,400 ក្នុងមួយតលឹងប៉ុន្តែបើមើលពីសញ្ញាធ្លាក់មកដល់ទីផ្សារចិត្តដល់ទីផ្សារអឺរ៉ុបនេះមើលទៅដូចមិនតាន់អស់កំសូលទៅអត់សោះអញ្ចឹងអ្នកដែលទិញឡើងជាពិសេសទិញតាមរយៈការជួញដូរនៅទីនេះបាទសូមតើមានការប្រុងប្រយ័ត្នតិចបាទជាពិសេសសូមប្រើប្រាស់នៅ risk management ឬក៏តាមរយៈការដាក់ stop loss ឲ្យជាចាំបាច់បាទដើម្បីមានឱកាសក្នុងការជួញដូរឬក៏ជួញដូរទប់ទល់ក្នុងទីផ្សារបាទក្នុងករណីវាមានការប្រែប្រួលខ្លាំងបាទបន្ថែមទៀតខ្ញុំអាប់ដេតជូនទៅប៉ុណ្ណឹងហើយយើងจะមើលស្ភាពការទីផ្សារអឺរ៉ុបពេលអាស៊ីនឹងថែមទៀតម៉ោង 2 ម៉ោង 3 រហូតដល់ម៉ោង 4 តើវានឹងមានការវិវត្តប្រែប្រួលណាបើចំពោះទីផ្សារភាគហ៊ុនយើងឃើញថាទាំងទីផ្សារភាគហ៊ុនអាស៊ីទីផ្សារភាគហ៊ុនអឺរ៉ុបនិងកិច្ចសន្យាទីផ្សារភាគហ៊ុនអាមេរិកកិច្ចសន្យាអនាគតគឺមានការធ្លាក់ចុះវាបង្ហាញសញ្ញាអាសន្នបង្ហាញសញ្ញាមួយដែលអ្នកវិនិយោគហាក់មានសេចក្តីព្រួយបារម្ភដូចជាភ័យឆាឡោលុបបញ្ចេញចោលក្នុងទីផ្សារដែលធ្វើឲ្យទីផ្សារស្ទើរតែទាំងអស់មានការសន្ចោះលើកលែងដុល្លារទេដែលមានការកើនឡើងធៀបមួយរូបិយបានភាគច្រើនជាលេខដុល្លារឥណ្ឌិចហ្នឹងទាំងក្រៅពីហ្នឹងសត្វតែធ្លាក់ទាំងអស់ខ្ញុំបញ្ជាក់ថាទាំងមាសប្រាក់ផ្លាកទីនសំណទងដែងលោហៈធាតុផ្សេងទៀតដែលគិតហាងឆេងជាដុល្លារបាទរួមទាំងប្រភពថាមពលប្រេងឆៅស្មានគះបាទជើងថ្មរួមទាំងទីផ្សារភាគហ៊ុនសំបីតរឿង Bitcoin បាទក៏មានការធ្លាក់ចុះដែរអញ្ចឹងអានេះគឺជារូបភាព flash crash មួយដែលទីផ្សារធ្លាក់ចុះតាណាគ្នាបាទដុល្លាររៀងនៅរើមនៅត្រឹងនឹងការឡើងបន្តិចធៀបមួយរូបិយបានមួយចំនួននៅអាស៊ីប៉ុន្តែក្រៅពីហ្នឹងគឺធ្លាក់ទាំងអស់អាហ្នឹងគឺជារូបភាពមួយដែរជារូបភាព flash crash ហើយ flash crash នេះយើងក៏មិនទាន់ដឹងថាពេលណានឹងមានការទិញឡើងត្រឡប់មកវិញដែរយើងจะមើលស្ភាពការមើលថាតើមួយថ្ងៃពីរហ្នឹងទីផ្សារវានៅត្រឹងទេឬក៏បន្តធ្លាក់ចុះបើមួយថ្ងៃធ្លាក់ចុះ 3-4-5% បែបនេះវាបាទនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ថែមទៀតអញ្ចឹងយើងឃើញហើយថាស្ថាប័នហិរញ្ញវត្ថុធំដែលជាកថាមាសឡើងដល់ 6,200 6,400 6,500 ទៅតែចេញសេចក្តីព្យាករណ៍ប្រហែលថ្ងៃទេឥឡូវធ្លាក់ចុះអស់លេងបាទក្នុងហ្នឹងមានអីគេមាន UBS JP Morgan Goldman Sachs ឬក៏ UBS សិតតែធនាគារដែលធ្វើការព្យាករណ៍អំពីការកើនឡើងទៅតែចេញអាប់ដេតទេអំពីការកើនឡើងថាតម្លៃហាងឆេងមាសអាចឡើងដល់ 6,000 7,000 ឥឡូវបាទធ្លាក់ចុះអញ្ចឹងមាសនេះគឺបាទពិបាកនឹងធ្វើការព្យាករណ៍សន្តានមែនទែនសម្បីតែស្ថាប័នហិរញ្ញវត្ថុក៏ធ្វើការព្យាករណ៍ខុសដែរហើយយ៉ាងណាក៏ដោយយើងจะមើលបន្ថែមទៀតពីការវិវត្តដូចជាការធ្លាក់ចុះនៃទីផ្សារនេះថាតើវាឈប់ធ្លាក់ចុះពេលណាហើយអ្នកវិនិយោគឬក៏អ្នកជួញដូរនេះឈប់លក់ចុះពេលណាហើយចាប់បានទិញពេលណាយើងចាំមើលពីកម្លាំងជួញដូរជាក់ស្ដែងនៅក្នុងទីផ្សារហើយបាទខ្ញុំអាប់ដេតជូនបន្ថែមទៀតបាទសិនជាមានពេលបាទសូមអរគុណ